បងប្អូនជឿខ្ញុំទៅបើសិនជាយើងរកនឹកថាមិនដឹងថាធ្វើម្ហូបអីយើងគ្រាន់តែនឹកឃើញថាអញ្ចេះពេលដែលខែសាប៊ូអីទិញនឹងមកស្លមកដឹងតែឆ្ងាញ់ហើយបងប្អូនឧទាហរណ៍ដូចជាខែនេះសាប៊ូកែបស្រែអញ្ចឹងណាមិនងាយមានទេបងប្អូនបើថាកែបចិញ្ចឹមវិញគឺថាមានតែរហូតនឹងតែបើថាកែបស្រែតដល់ខែដល់រដូវគេអញ្ចឹងណាចឹងហើយបើថាយើងអត់ដឹងថាស្លអីទេយើងត្រូវដឹងថារដូវណាសាប៊ូអីយើងទិញនឹងមកស្លមកដឹងតែនឹងឆ្ងាញ់ហើយបងប្អូនចឹងហើយថ្ងៃហ្នឹងគឺខ្ញុំបានទិញកែបស្រែហ្នឹងយកមកស្ងោរជ្រក់ទៅយងចេកចាបងប្អូនឆ្ងាញ់ណាគឺថារសជាតិម្យ៉ាងម្នាក់ពីអន្ទង់ហ្មងពេលដែលយើងស្លស្ងោរជ្រក់ជាមួយទៅយងចេកចឹងគឺវាសឹងតែថាស្តៀងអន្ទង់អប់បងប្អូនហើយបងប្អូនឃើញទឹកកោវឹកហ្នឹងគឺខ្ញុំដាក់ទឹកក្រូចឆ្មាបន្តិចអំបិលបន្តិចហ្នឹងដើម្បីខ្ញុំយកមកត្រាំទៅយងចេកចាបងប្អូនយើងត្រាំអញ្ចឹងអស់ជ័រលឿនអញ្ចឹងទៅយងចេកយើងគឺមិនសូវខ្មៅខ្លាំងហើយក៏អត់រៀងចត់ខ្លាំងដែរណាព្រោះយើងត្រាំឡើងវាអស់ជាតិជ័រអញ្ចឹងណាបងប្អូនគឺយើងត្រាំមកសន្ទុះទៅហើយគ្រឿងផ្សំដែលយើងត្រូវប្រើហ្នឹងគឺមានខ្ទឹមហ្នឹងសម្រាប់បំពងហើយជីគឺជីស្ងោរជ្រក់ធម្មតាទេណាបងប្អូនហើយគឺមានតយងចេកហ្នឹងឯងហើយនឹងសាច់កង្កែបផ្សំរបស់ខ្ញុំគឺប៉ុណ្្នឹងឯងបងប្អូនតែក៏ភ្លេចថតគ្រឿងកាត់ឆ្អាបអញ្ចឹងគ្រឿងកាត់ឆ្អាបសម្រាប់យើងស្ងោរជ្រក់ហ្នឹងបងប្អូនកុំចោលណារំដេងគល់ស្លឹកគ្រៃហើយនឹងស្លឹកក្រូចហ្នឹងយើងដាក់ទៅដើម្បីកុំឲ្យឆ្អាបហើយសម្រាប់តិចនិចស្លអង្កែបដែរគឺមិនថាអង្កែបស្រែអង្កែបក្រុងអង្កែបចិញ្ចឹមអីណាបងប្អូនគឺខ្ញុំតែងតែស្លដូចគ្នាហ្នឹងគឺខ្ញុំតែងតែយកកង្កែបមកបំពងប៉ុន្តែមុននឹងខ្ញុំបំពងកង្កែបហ្នឹងគឺខ្ញុំតែងតែបំពងខ្ទឹមសិនហើយចាំយើងយកប្រេងដែលយើងបំពងខ្ទឹមដែលមានក្លិនឈ្ងុយខ្ទឹមហ្នឹងចាំយើងយកទៅបំពងកង្កែបហើយយើងបំពងអញ្ចឹងដើម្បីកុំឲ្យឆ្អាបព្រោះអីសាច់អង្កែបនឹងស្រាប់ហើយបងប្អូនបើសិនជាយើងស្លរៀងប្រហែសតិចគឺអាចនឹងឆ្អាបបងប្អូនសម្រាប់ខ្ទឹមបំពងក៏អញ្ចឹងដែរតែហ៊ានតែបំពងខុសក្បួនណាក៏ឆ្អាបដែរសំខាន់បំពងឲ្យឡើងក្រហមស្រួយតែម្ដងកុំឲ្យនៅទុនវែកវក់តែនៅទុនហ្នឹងគឺឆ្អាបហីអញ្ចឹងពេលដែលយើងបំពងខ្ទឹមឡើងស្រួយហើយឡើងក្រហមស្អាតហើយឡើងឈ្ងុយហើយចាំយើងយកអង្កែបរបស់យើងយកមកដាក់បំពងចេះមកណាបងប្អូនអញ្ចឹងគឺយើងមិនមែនថាចាំបាច់ថាអង្កែបត្រូវតែបំពងឲ្យឆ្អិនតែម្ដងហើយអត់ទេគ្រាន់តែឲ្យក្រៀមគៀនទៅបានហើយបងប្អូនបន្ទាប់មកយើងបដាំទឹកស្លមកអញ្ចឹងដូចខ្ញុំរៀបរាប់មិញអញ្ចឹងនៅគ្រឿងកាត់ឆ្អាបគ្រឿងកាត់ឆ្អាបយើងគឺមិនងាយចោលទេប្រហែល3មុខហ្នឹងបើទោះជាខ្វះស្លឹកក្រូចសើចក៏មិនអាចខ្វះរំដេងនិងគល់ស្លឹកគ្រៃបានដែរបងប្អូនអញ្ចឹងពេលយើងដាំទឹកហ្នឹងគឺយើងដាក់គ្រឿងកាត់ឆ្អាបហ្នឹងចូលទៅហើយយើងដាក់គ្រឿងទេសទៅណាបងប្អូនញ៉ាំអីដាក់ហ្នឹងទៅអត់ញ៉ាំប៊ីចេងកុំដាក់បើខ្ញុំតាមស្លទេខ្ញុំអត់សូវប្រើគ្រប់មុខទេស្លខ្លះអត់សូវមានបន្លែអញ្ចឹងក៏ដាក់ប៊ីចេងបន្តិចអីចឹងណាតែបើថាបន្លែច្រើនមុខខ្ញុំអត់ដាក់ប៊ីចេងទេអញ្ចឹងពេលដែលយើងដាក់គ្រឿងក្រៅហើយអស់គឺយើងដាក់ត្រយូងចេកហើយយើងដាក់អង្កែបនឹងហ្មងទៅដោយសារតែពុះទៅគឺនឹងឆ្អិនតាណាគ្នាអង្កែបយើងនេះបើយើងនិយាយទៅវាឆ្អិន80%ឯងបងប្អូនអញ្ចឹងបើយើងពុះទៅឆ្អិនត្រយូងចេកទៅគឺឆ្អិនហើយប៉ុន្តែគ្រាន់តែថាត្រយូងចេកយើងត្រូវការបើកភ្លើងតិចរំងាស់ឲ្យយូរបន្តិចដោយសារអីរៀងរឹងបងប្អូនតែយើងរំងាស់តិចទៅណាមួយយើងរំងាស់រៀងយូរទៅវាចេញជាតិមកកាន់តែច្រើនអញ្ចឹងណាហើយធ្វើឲ្យទឹកស្លរបស់យើងមើលទៅដូចដាក់ខ្ទិះដូងអញ្ចឹងឡើងខាប់ហើយគឺដូចទៅដោះគោអញ្ចឹងហ្មងណាបងប្អូនមួយវែកចុងក្រោយនេះគឺទឹកក្រូចឆ្មាប៉ុន្តែមុនដាក់ទឹកក្រូចឆ្មាយើងភ្លក់ស្លនឹងឲ្យត្រូវរសជាតិរបស់យើងសិនទៅចាំដាក់ទឹកក្រូចឆ្មាសម្រាប់តែម្ដងហើយជីគឺយើងដាក់ទាំងអស់មកណាបងប្អូនកុំភ័យខ្លាចច្រើនដាក់មកដាក់ទៅគឺឈ្ងុយហើយសម្រាប់ខ្ទឹមបំពងមួយចានតូចមិញហ្នឹងគឺខ្ញុំដាក់ទាំងអស់តែម្ដងឃើញទេបងប្អូនខ្ទឹមបំពងខ្ញុំគឺស្រួយតែម្ដងហើយឡើងក្រហមឆ្អិនឆ្អៅចឹងអត់មាននៅទុនវែកវក់នៅរៀងលឿងអីអត់ទេណាបងប្អូនគឺថាស្រួយក្រហមយកចឹងតែម្ដងទើបបានឈ្ងុយហើយតែប៉ុណ្្នឹងគឺរួចរាល់ហើយស្លរបស់យើងណាហើយមួយទៀតបងប្អូនពេលដែលថាឆ្អិនបែបនេះហើយញ៉ាំក្តៅចឹងបានឆ្ងាញ់ជាចុងក្រោយបងប្អូនសង្ឃឹមថាវីដេអូមួយនេះនឹងជួយជាកំណត់សម្រាប់បងប្អូនគាត់អត់ដឹងថាថ្ងៃនឹងស្លអីព្រោះអីពេលខ្លះខ្ញុំរៀងគាំងដែរអត់ដឹងស្លអីទេបងប្អូនហើយព្រោះអីយើងធ្វើម្ហូបរាល់ថ្ងៃពេកណា